អាចមួយឆ្នាំ2ឆ្នាំ3ឆ្នាំចឹងទៅទូទៅនៅក្នុងបរិបទស្រុកខ្មែរយើងវិនិយោគរយៈពេលវែងគឺយើងអាចវិនិយោគទៅលើមាសឬក៏ផ្ទះសួស្តីបងខ្ញុំអាសាលើបងនិយាយថាការសំលុយគឺយើងគួរតែសំលុយបែបវៃឆ្លាតអញ្ចឹងការសំលុយបែបវៃឆ្លាតហ្នឹងយើងគួរសំបែបណាទៅអូខេអញ្ចឹងថ្ងៃនេះសូមចែកចម្លែកបទពិសោធន៍តាក់ទងជាមួយនឹងរបៀបនៅក្នុងការអន្សំបច្ចុប្បន្នយើងឃើញមានការអន្សំមានការអន្សំនៅបែបបុរាណដូចជាញាត់កូនជ្រូកឬក៏ទុកលុយក្រោមខ្នើយអីចឹងទៅការអន្សំបែបនេះវាអត់មានតោះខុសអីទេគ្រាន់តែថាការអន្សំហ្នឹងវាប្រឈមជាមួយនឹងហានិភ័យអតិថិជនបានន័យថាបើសិនជាយើងមានលុយ$100នៅថ្ងៃហ្នឹងយើងទិញរបស់មួយ$100អញ្ចឹងដោយសារអតិផរណានៅឆ្នាំក្រោយយើងត្រូវការលុយ3ឬក៏$115ដើម្បីទិញតំណែងដូចគ្នាអញ្ចឹងដើម្បីជៀសវាងនៅកត្តាហានិភ័យនេះយើងត្រូវធ្វើការអន្សំឲ្យមានភាពវៃឆ្លាតយើងគួរតែយកលុយដែលយើងអន្សំហ្នឹងដាក់នៅក្នុងធនាគារមួយដែលយើងទុកចិត្តហើយមានអត្រាការប្រាក់ខ្ពស់អាចពី2%ទៅ3%អញ្ចឹងណាហើយការអន្សំវាសោទាមទារឲ្យយើងមាន commitment ការអត់ធ្មត់ព្រោះអីភាសាបច្ចេកទេសគេហៅថា compound interest ដើម្បីឲ្យយើងសន្សំឲ្យលុយយើងឡើងទៅ2ដងឬក៏3ដងវាត្រូវការពេល10ឆ្នាំឯណោះអញ្ចឹងហើយបានគេឲ្យយើងសន្សំចាប់ពីយើងនៅក្មេងវ័យណាពេលយើងចេញធ្វើការអាយុ21 22យើងចាប់ដើមសន្សំហើយការអន្សំហ្នឹងយើងអាចថាបើសិនជាយើងចង់បានការប្រាក់ច្រើនយើងអាចអន្សំនៅគណនីមានការកំណត់អាច1ឆ្នាំ2ឆ្នាំ3ឆ្នាំអញ្ចឹងទៅនៅពេលហ្នឹងគេឲ្យយើងអត្រាការប្រាក់យើងអាច5%ទៀតខ្ញុំក៏អាសាលើបងនិយាយថាការសំលុយគឺការសំលុយបែបបង្កើតលុយអញ្ចឹងការសំលុយបែបបង្កើតលុយហ្នឹងមានន័យថាម៉េចគឺជាការវិនិយោគមែនអញ្ចឹងគ្រាន់តែការអន្សំតាមមុខអត់គ្រប់គ្រាន់ទេវាទាមទារឲ្យយើងហ្នឹងធ្វើការវិនិយោគអញ្ចឹងសួរថាវិនិយោគបែបម៉េចវិនិយោគវាមានច្រើនសន្តានអញ្ចឹងខ្ញុំសូមលើកយកត្រួសហើយទី1គឺយើងវិនិយោគដែលយើងមើលរំលងភាគច្រើនគឺវិនិយោគទៅលើខ្លួនឯងអញ្ចឹងវិនិយោគលើខ្លួនឯងហ្នឹងគឺទី1យើងត្រូវរៀននៅជំនាញថ្មីអាចជាភាសាអង់គ្លេសភាសាចិនជប៉ុនកូរ៉េមួយទៀតយើងវិនិយោគទៅលើ skill ដែលមានដូចជាការចរចា skill តាក់ទងជាមួយនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលគេហៅថា AI មួយទៀតយើងអាចវិនិយោគទៅលើតំណែងដែលយើងហៅថា network ដែលយើងអាចចូលទៅក្នុងសិក្ខាសាលាតាក់ទងមួយចំនួនផ្សេងយើងជួបអ្នកចំនួនដើម្បីបានបទពិសោធន៍ថ្មីៗថ្ងៃក្រោយយើងអាចប្រើប្រាស់អាហ្នឹងដើម្បីរកចំណូលបានច្រើនជាងមុនហើយមួយទៀតតាក់ទងមួយការវិនិយោគរយៈពេលវែងជាទូទៅនៅក្នុងបរិបទស្រុកខ្មែរយើងវិនិយោគរយៈពេលវែងគឺយើងអាចវិនិយោគទៅលើមាសឬក៏ផ្ទះប៉ុន្តែខ្លះយល់ថាការធ្វើបែបនេះអត់ត្រឹមត្រូវទេប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលឡើងវិញថាវិនិយោគរយៈពេលវែងគឺយើងគិតពី5ឆ្នាំទៅ10ឆ្នាំទៀតយើងអាចវិនិយោគ1ឆ្នាំហើយយើងឃើញលទ្ធផលទេហើយបើសិនជាយើងមិនជឿទេយើងត្រឡប់ back ទៅ5ឆ្នាំឬ10ឆ្នាំមុនវិញបើសិនជា5ឆ្នាំហើយ10ឆ្នាំមុនតើមាសតម្លៃប៉ុន្មានផ្ទះតម្លៃប៉ុន្មានអញ្ចឹងដូចគ្នានៅពេលដែលយើងមើលទៅ10ឆ្នាំឬក៏5ឆ្នាំខាងមុខអញ្ចឹងសម្រាប់ថ្ងៃហ្នឹងខ្ញុំមានការចែកម្លែកតែប៉ុណ្្នឹងសូមអរគុណក្រុមហ៊ុនជីរីរួបរួមរឹងមាំរីកចម្រើន